ព្រះគម្ពីរហាបាកុកហោរាហាបាកុកបានសរសេរទំនាយដ៏អស្ចារ្យទៅកាន់ពួកយូដាមុនពេលដែលពួកគេជាប់ខ្លួនជាឆ្លើយរបស់សាសបាប៊ីឡូនគឺប្រហែលជាក្នុងរជ្ជកាលរបស់ស្ដេចយ៉ូសៀក្នុងចិត្តរបស់ហោរាហាបាកុកមានសំណួរធំពីរគឺទី1ហេតុអ្វីបានជាព្រះជាម្ចាស់មិនដាក់ទោសចំពោះអំពើបាបនៃពួកយូដាព្រះជាម្ចាស់តបទៅហោរាហាបាកុកវិញថាមិនយូរប៉ុន្មានទ្រង់នឹងជំនុំជម្រះពួកយូដាដោយចាត់សាសបាប៊ីឡូនឲ្យមកធ្វើបាបពួកគេប៉ុន្តែហោរាហាបាកុកកាន់តែពិបាកចិត្តថែមទៀតដោយឆ្ងល់ថាហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ទោសសាសយូដាដោយប្រើប្រទេសដែលអាក្រក់ជាងនោះទ្រង់មានបន្ទូលតបមកវិញថាមនុស្សសុចរិតនឹងរស់នៅដោយសារសេចក្តីជំនឿនេះមានន័យថាអស់អ្នកណាដែលជឿទុកចិត្តលើព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះនឹងត្រូវបានសង្គ្រោះតែអស់អ្នកណាដែលមិនជឿដូចជាសាសបាប៊ីឡូនដ៏ឃោរឃៅជាដើមនៅទីបំផុតនឹងត្រូវវិនាសជាមិនខានចម្លើយរបស់ទ្រង់បានធ្វើឲ្យហោរាហាបាកុកស្កប់ចិត្តដូច្នេះគាត់បានបញ្ចប់ដោយសេចក្តីអធិដ្ឋានទាំងសរសើរដំកើងពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ហើយថ្លែងពីការទុកចិត្តលើទ្រង់សម្រាប់ពេលអនាគត